រឿងខ្មោចចេញពីទូរស័ព្ទនៅភូមិតូចមួយជាយក្រុងមានក្មេងប្រុសម្នាក់ឈ្មោះតារាហើយក្មេងប្រុសម្នាក់នោះមានអាយុ19ឆ្នាំគាត់ជាមនុស្សស្ងប់ស្ងាត់ចូលចិត្តលេងទូរស័ព្ទនិងមើលវីដេអូខ្មោចនៅពេលរាត្រីហើយមិត្តភ័ក្តិរបស់គាត់តែងតែប្រាប់គាត់ថាយប់ជ្រៅកុំមើលរឿងខ្មោចច្រើនពេកប្រយ័ត្នវាមករកហើយនៅថ្ងៃមួយតារាបានទិញទូរស័ព្ទដៃចាស់មួយពីផ្សារទំនើបដែលលក់របស់មិនទឹកទូរស័ព្ទនោះមានរាងចាស់បន្តិចប៉ុន្តែវាមានកាមេរ៉ាច្បាស់និងថ្មនៅល្អអ្នកលក់ជាបុរសចាស់ម្នាក់មើលទៅភ័យហើយនិយាយសំឡេងទាបថាបើដល់ម៉ោង12យប់កុំមើលវីដេអូក្នុងហ្គាឡេរីអីឬក៏កន្លែងថតរូបភាពអីតារាសើចហើយឆ្លើយថាពូក៏ចេញនិយាយលេងសើចដែរនេះហើយតារាបានយកទូរស័ព្ទនោះទៅផ្ទះដោយមិនខ្វល់ពីអ្វីទាំងអស់យប់នោះមេឃងងឹតខ្លាំងភ្លៀងធ្លាក់សិចស្រិចនិងខ្យល់បក់បោកសឹកឈើឬសូរឈូតារាបានគេម្នាក់ឯងក្នុងបន្ទប់នៅម៉ោង 11:58 នាទីទូរស័ព្ទថ្មីនោះស្រាប់តែភ្លឺឡើងដោយខ្លួនឯងនៅលើអេក្រង់មាន notification សរសេរថា Video Dead Girl តារាចាប់អារម្មណ៍នឹងចម្លែកតែដោយសារតែចង់ដឹងគាត់ក៏ចុចទៅលើរូបវីដេអូនោះក្នុងវីដេអូមានស្រីក្មេងម្នាក់សក់វែងឈរនៅមុខអណ្ដូងចាស់មុខនាងស្លេកស្លាំងភ្នែកខ្មៅងងឹតនាងមិននិយាយអ្វីទាំងអស់ស្រាប់តែឈរមើលកាមេរ៉ាភ្លាមនោះអេក្រង់ទូរស័ព្ទចាប់ដើមរង្គើនិងរញ្ជួយជាខ្លាំងសំឡេងក្មេងស្រីម្នាក់ឮចេញពី speaker ទូរស័ព្ទជួយខ្ញុំផងពេលនោះតារារៀងភ័យតិចដែរតែគិតថាប្រហែលជាវីដេអូប្រេងប៉ុណ្ណោះគាត់ហៀបនឹងបិទទូរស័ព្ទទៅហើយស្រាប់តែរូបក្មេងស្រីម្នាក់នោះនៅក្នុងវីដេអូចាប់ដើមខិតជិតទៅកាមេរ៉ាមុខនាងកាន់តែធំឡើងដោយសារតែកាមេរ៉ាតិចគៀកទៅជិតនឹងមុខរបស់នាងហើយរហូតដល់ភ្នែកពេញអេក្រង់ទាំងមូលភាំងទូរស័ព្ទធ្លាក់ពីដៃរបស់តារាហើយភ្លាមនោះផងដែរភ្លើងនៅក្នុងបន្ទប់របស់តារាចាប់ផ្ដើមដាច់ភ្លាមមានសំឡេងមួយដែលតក់ដូចជាមាននរណាម្នាក់កំពុងតែដើរជុំវិញគ្រែរបស់តារាហើយពីនោះតារាភ័យឡើងញ័រខ្លួនហើយគាត់យកភួយគ្រប់មុខហើយស្ដាប់សំឡេងបេះដូងខ្លួនឯងលោតខ្លាំងស្រាប់តែមានសំឡេងក្មេងស្រីម្នាក់ខ្សឹបក្បែរត្រចៀកខ្ញុំចេញមកហើយតារាស្ទុះបើកភ្នែកនៅចុងគ្រែមានស្រីម្នាក់សក់វែងក្នុងវីដេអូកំពុងតែមើលគាត់ទឹកសក់នាងស្រក់តក់ហើយភ្នែកខ្មៅហើយញញឹមតិចបែបប្លែកតារាស្រែកហើយរត់ចេញពីបន្ទប់តែទ្វារបិទជាប់បើកមិនចេញនោះទេទូរស័ព្ទនៅលើឥដ្ឋតែនៅបន្តចាក់បញ្ចាំងវីដេអូនៅដដែលក្នុងវីដេអូលើនេះមិនមែនមានតែនារីនោះទេគឺមានតារាកំពុងឈរនៅក្នុងវីដេអូនោះផងដែរគាត់ឃើញខ្លួនឯងនៅក្នុងអេក្រង់ទូរស័ព្ទកំពុងងាកមើលក្រោយយឺតហើយខ្មោចស្រីនោះកំពុងតែឈរពីក្រោយគាត់តារាភ័យដល់ថ្នាក់ស្ទើរសន្លប់គាត់យកកៅអីគប់ទូរស័ព្ទបាក់អេក្រង់បែកខ្ទេចភ្លើងនៅក្នុងបន្ទប់ភ្លឺឡើងវិញអ្វីស្ងប់ស្ងាត់ដូចដើមតារាដកដង្ហើមធំគិតថាអ្វីត្រូវចប់ទៅហើយក៏ប៉ុន្តែនៅលើជញ្ជាំងខាងក្រៅគាត់ស្រាប់តែមានស្រមោលសក់វែងលេចចេញយឺតហើយសំឡេងមួយបានខ្សឹបថាទូរស័ព្ទបែកតែខ្ញុំមិនទាន់ទៅណានោះទេព្រឹកថ្ងៃបន្ទាប់អ្នកជិតខាងឃើញទ្វារផ្ទះរបស់តារាបើកចំហក្នុងបន្ទប់គ្មានមនុស្សនៅនោះឡើយមានតែទូរស័ព្ទបែកមួយនៅលើឥដ្ឋលើអេក្រង់នោះបែកនោះមានវីដេអូថ្មីមួយឈ្មោះថា Dara Less Video ចាប់តាំងពីថ្ងៃនោះមកអ្នកណាដែលទិញទូរស័ព្ទនោះហើយបើកវីដេអូចំម៉ោង 12 យប់មិនដែលឃើញមាននរណាម្នាក់ឃើញពួកគេម្ដងទៀតឡើយហើយរឿងខ្មោចចេញពីទូរស័ព្ទចប់តែប៉ុណ្ណេះ